ស្រីស្រីអីលើចុចតែឌឺថាខ្ញុំនេះមិនចង់មិនឈឺគេថាខ្ញុំកុំលោះអាចារ្យពេលឃើញស្រីខ្លះស្រីឃើញតាមផ្លូវជុំមាត់តចូលទីសាម៉ៅចង់ទៅសួរកូនចៅអ្នកណាភ្នែកខ្ញុំមើលទៅដូចជាមិនប្រពៃប្រុងងាកមើលក៏ចង់បាំងត្រពាកងក់ទើតយួរចានស្រាំងឡាសង្ហាតែគេបែរធ្វើចារឹកស្រីស្អាតតែគេបែរធ្វើចារឹកស្រីស្អាតរលេចពេលណាសែនខឹងស្រីស្រីអីលើរកពីក្រៃបើទឹកបាយមិនចង់និយាយគេមិនចង់មើលមុខឡើយណាប្រហែលជាមុខខ្ញុំវាគ្មាននិស្ស័យខ្ញុំតែខ្លួនមិនទាន់សម័យមិនលុយដូចគេជាតារាតែចង់ប្រាំខ្ញុំជាបរិសុភាព តែចង់ប្រាំខ្ញុំជាបរិសុភាពចារឹករុំដុំស័ក្តិសមជាកូនអ្នកចំការតាមសួរ10ម៉ាត់មិនប្រវិចាតាមសួរ10ម៉ាត់មិនប្រវិចាបានហើយសុំអាសែនខឹងស្រីស្រីអីលើចុចតែលុយបើស្លៀកពាក់មិនសូវលុយគេមិននិយាយរកទេណាគិតយូរទៅសែនគ្រឿនពេងក្រៃសួរថាធ្វើអញ្ចឹងធ្វើអីលោកអើយលោកមិនអុករឡាគេចូលចិនតែលេចារឹកស្រីស្អាតគេចូលចិនតែលេចារឹកស្រីស្អាតចង់ឲ្យគេត្រង់ថាខ្លួនឯងនេះអស្ចារ្យរកគេលុយព្រោះគេជាតារារកគេលុយព្រោះគេជាតារាអូខ្ញុំខ្លាចហើយសែនខឹងស្រីស្រីអីលើចុចតែឌឺថាខ្ញុំនេះមិនចង់មិនឈឺគេថាខ្ញុំកុំលោះអាចារ្យពេលឃើញស្រីខ្លះស្រីឃើញតាមផ្លូវជុំមាត់តចូលទីសាម៉ៅចង់ទៅសួរកូនចៅអ្នកណាភ្នែកខ្ញុំមើលទៅដូចជាមិនប្រពៃប្រុងងាកមើលក៏ចង់បាំងត្រពាកងក់ទើតយួរចានស្រាំងឡាសង្ហាតែគេបែរធ្វើចារឹកស្រីស្អាតតែគេបែរធ្វើចារឹកស្រីស្អាតរលេចពេលណាសែនខឹងស្រីស្រីអីលើរកពីក្រៃបើទឹកបាយមិនចង់និយាយគេមិនចង់មើលមុខឡើយណាប្រហែលជាមុខខ្ញុំវាគ្មាននិស្ស័យខ្ញុំតែខ្លួនមិនទាន់សម័យមិនលុយដូចគេជាតារាតែចង់ប្រាំខ្ញុំជាបរិសុភាពតែចង់ប្រាំខ្ញុំជាបរិសុភាពចារឹករុំដុំស័ក្តិសមជាកូនអ្នកចំការតាមសួរ10ម៉ាត់មិនប្រវិចាតាមសួរ10ម៉ាត់មិនប្រវិចាបានហើយសុំអាសែនខឹងស្រីស្រីអីលើចុចតែលុយបើស្លៀកពាក់មិនសូវលុយគេមិននិយាយរកទេណាគិតយូរទៅសែនគ្រឿនពេងក្រៃសួរថាធ្វើអញ្ចឹងធ្វើអីលោកអើយលោកមិនអុករឡាគេចូលចិនតែលេចារឹកស្រីស្អាតគេចូលចិនតែលេចារឹកស្រីស្អាតចង់ឲ្យគេត្រង់ថាខ្លួនឯងនេះអស្ចារ្យរកគេលុយព្រោះគេជាតារារកគេលុយព្រោះគេជាតារាអូខ្ញុំខ្លាចហើយសែនខឹង